រថយន្តប្រវែង75 ម៉ែត្រតម្លៃក្រោម $30,000 បំពាក់ដោយកៅអី3ជួរ6កៅអីជារថយន្តប្រភេទអគ្គិសនីលេសាំងអគ្គិសនីសុទ្ធបានដល់ទៅ260គីឡូលាយជាមួយសាំងបានដល់ទៅ1200គីឡូជាងបងប្អូនចង់ដឹងថារថយន្ត Wuling Starlight L នេះមានចំណុចពិសេសអ្វីខ្លះដែលខ្ញុំចង់បង្ហាញបងប្អូនឥឡូវមកតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នារៀបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតអំពីរថយន្ត Wuling Starlight L បាទពីខ្ញុំបាទអ្នកធ្វើបទបង្ហាញរងសុងសូដាលៀបអូខេអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនដែលកំពុងតែមានកញ្ចប់ថវិកាអាចថាក្រោម $30,000 ឬក៏ $30,000 តិចតួចចង់បានរថយន្ត6កៅអីគួរតែមកមើលរថយន្តនេះសិនខ្ញុំបានតេស្តបើកបរសាកល្បងមុនហ្នឹងខ្ញុំពិតជាភ្ញាក់ផ្អើលលើសមត្ថភាពនៃការបើកបររថយន្តនេះបាទជិះគឺមានអារម្មណ៍ថាធ្ងន់ល្អមែនតើអារម្មណ៍នោះខ្ញុំពិតជាពិបាកបរិយាយមែនតើអញ្ចឹងវីដេអូនេះរៀងប្លែកតិចដោយសារតែចូលមកខ្ញុំនិយាយពីអារម្មណ៍នៃការបើកបរដោយសារតែខ្ញុំពេញចិត្តលើតម្លៃប៉ុណ្នេះកម្រិតផាសុកភាពនៃការបើកបរប៉ុណ្នេះខ្ញុំជឿជាក់ថាបងប្អូនពេលមកបើកហើយប្រហែលជាអាចពិបាកក្នុងការដកចិត្តអូខេឥឡូវយើងចូលមកការរចនាអញ្ចឹងសម្រាប់ការរចនាគឺចេញមកស្អាតមែនតើបងប្អូនឃើញទេជាគៀងគេបាទជាប់បែបនេះហ្មងនេះបាទជាមួយបាទភ្លើង daytime គេស្រស់ស្អាតមែនតើហើយរថយន្តនេះគឺទំនើបសឹងតកូនកាត់ឡានអគ្គិសនីបងប្អូនទៀតបាទនេះគេមានកន្លែងគេបិទបើកបាទតាក់ទងនឹងខ្យល់ម៉ាស៊ីនត្រជាក់បងប្អូនដើម្បីបើកខ្យល់ចូលទៅពេលដែលយើងប្រត់ម៉ាស៊ីនគឺកន្លែងនេះគឺត្រូវបានបិទដូចគ្នាបងប្អូនអញ្ចឹងមានអារម្មណ៍ថាទំនើបខ្លាំងមែនតើហាក់បីដូចជារថយន្តអគ្គិសនីមួយ model អញ្ចឹងបងប្អូនអញ្ចឹងរថយន្តនេះអគ្គិសនីសុទ្ធជិះបានដល់ទៅ260គីឡូសាកសមតែបងប្អូនថាគាត់ចង់គាត់ដូចថាគាត់រៀងស្ទើរស្ទែណាគាត់អត់ហ៊ានទិញឡានអគ្គិសនីសុទ្ធទេរថយន្តនេះជាជម្រើស2ឲ្យ60បើយើងជិះទៅកំពតដែលអត់បាច់សាកថ្មបន្ថែមឬក៏យើងអាចប្រើជាសាំងហ្មងក៏បានដែរកុំឲ្យបងប្អូនស្មុគស្មាញអូថតទៅដល់បងប្អូនគេថាអូខ្ជិលសាកថ្មជិះសាំងមកផ្ទះវិញបានធម្មតាអញ្ចឹងកម្រិតស៊ីប្រេតអ្នករថយន្តនេះខ្ទង់ល្បាក់4លីត្រជាង5លីត្រទៅកាន់ទៅ6លីត្រទៅតាមការជន់បងប្អូនអញ្ចឹងណាអញ្ចឹងកម្រិតស៊ីប្រេតប៉ុណ្ណេះខ្ញុំគិតថាវាពិតជាមានការសំចៃដោយសារតែរថយន្តនេះមានរូបរាងធំមែនទែនប្រវែងខ្វះតែបន្តិចទៀតតែ5ម៉ែត្របងប្អូនហើយបើយើងនិយាយពីកម្លាំងម៉ាស៊ីនវិញសម្រាប់រថយន្ត Wuling Starlight L នេះម៉ាស៊ីន 1.5 បើយើងនិយាយពីកម្លាំងបងប្អូនគឺខ្ទង់200 horsepower ជាងអញ្ចឹងខ្ញុំជាន់មិញបើសម្រាប់ខ្ញុំគិតថាប៉ុណ្ណេះមានមួយលំបងសម្រាប់បងប្អូនបើកលក្ខណៈគ្រួសារហើយចំណុះធុងសាំងមកពេញ52លីត្របងប្អូនអគ្គិសនីសាំងបានដល់ទៅ1260គីឡូអញនិយាយបានថាមណ្ឌលគិរីរតនគិរីជិះទៅមកសឹងតែអត់ចាំបាច់ចាក់សាំងបំពេញបន្ថែមក៏បានដែរបងប្អូនហើយរថយន្តនេះជាប្រភេទរថយន្ត PHEV ហើយប្រអប់លេខប្រើប្រភេទ CVT អញ្ចឹងចេញចូលលេខអីគឺអត់ដឹងទេបងប្អូនដោយសារតើវាស្មូតទៅតែមួយលេខចេះទេបងប្អូនអញ្ចឹងជិះគឺមានអារម្មណ៍ថាទាំងក្នុងក្រុងទាំងពេលយើងបើកផ្លូវខេត្តគឺថាសុខភាពមែនតើហើយតើតើនឹង sensor គឺបំពាក់ដោយខាងមុខខាងក្រោយខាងមុខ2ខាងក្រោយមាន4អូខេអញ្ចឹងឥឡូវមកតាមដានផ្នែកចំហៀងជាមួយខ្ញុំបងប្អូនថាមានចំណុចពិសេសអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនតោះឥឡូវខ្ញុំចូលមកដល់ផ្នែកចំហៀងប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចដែររថយន្តនេះមាន2 spec បាទ spec ដែលខ្ញុំកំពុងបង្ហាញនេះគឺតម្លៃ$30,000ស្ដើងដែលជាប្រភេទ full optionបំពាក់ដោយកញ្ចប់សុវត្ថិភាពគឺ full តែម្ដងប៉ុន្តែគឺកៅអី3ជួរគឺដូចគ្នាបងប្អូនគាត់ថាអាចនឹងខុសសបកកង់បាទខុសការរចនាខាងក្នុងអីតិចតួចអីចឹងណាបងប្អូនគាត់ថាបងប្អូនអាចមកសួរលម្អិតពីក្រុមហ៊ុនបានបាទព្រោះ spec មួយទៀតហ្នឹងក៏មិនជាថាខុសគ្នាច្រើនខ្លាំងអីដែរគឺតម្លៃគឺក្រៅ$30,000 $20,000 គ្រាតម្លៃបងប្អូនអាចមកសួរក្រុមហ៊ុនបន្ថែមចឹងណាអូខេអញ្ចឹងសម្រាប់ spec full នេះគឺសបកកង់បំពាក់ដោយសបកកង់ Michelin Pilot Sport បាទអញ្ចឹងសបកកង់នេះជិះស្ងាត់ផាសុខភាពមែនតើហើយយ៉ាន់ទំហំ235 55 R20ពិសេសមែនតើបងប្អូនហើយកាមេរ៉ាមកជុំរថយន្តជា LED ចូលមកដល់ឡើងដៃទ្វារម្ដងខ្ញុំចង់បញ្ជាក់ថារថយន្តនេះបើសិនជាបងស្រីដែលមានកម្លាំងខ្សោយអាចនឹងពិបាកបន្តិចដោយសារធ្ងន់បើកមកយើងមានអារម្មណ៍ថាឡានហ្នឹងគឺធ្ងន់តែម្ដងបាទហើយរថយន្តនេះបំពាក់កញ្ចក់2ជាន់ណាទាំងមុខទាំងក្រោយនេះកញ្ចក់នេះចង់សួរថាអត្ថប្រយោជន៍អីគេមិនត្រឹមតែសុវត្ថិភាពទេគឺបង្កើនផាសុកភាពសម្រាប់យើងទៀតដោយសារហេតុអីវាអត់សូវលឺសំឡេងខ្យល់ពីខាងក្រៅទេមុនហ្នឹងខ្ញុំបានតេស្តជិះនៅខាងផ្លូវមានឈ្នះបាទផ្លូវបេតុងជាទូទៅផ្លូវបេតុងច្បាស់ជាលឺសំឡេងងឹងចូលហើយប៉ុន្តែរថយន្តនេះខ្ញុំជិះអត់លឺទេបងប្អូនណាលឺតិចមែនតើអាចមកពីកញ្ចក់នេះជួយទប់ផងហើយសបកកង់មកកម្រិតទៀតបាទវាជួយទប់សំឡេងរំខានបានល្អមែនតើហើយខ្ញុំក៏ស្មានថារថយន្តតម្លៃនេះឲ្យដាក់សិនសបកកង់ brand Michelin ចូលលយខ្លាំងមែនតើបងប្អូនណាចុះរថយន្តនេះគឺកៅអី3ជួរមានសិនចាក់ទាំង3ជួរទៀតតែចាំពេលចូលទៅខាងក្នុងបង្ហាញគឺគេធ្វើមកសម្រាប់មនុស្ស6នាក់តែម្ដងបងប្អូនអញ្ចឹងបើយើងនិយាយពីទំហំអ្នកតង់បដ ாய் តឹងរថយន្តនេះបដ ாய் 4980 មីលីម៉ែត្រតឹង1930 មីលីម៉ែត្របងប្អូនតាក់ទងនឹងកម្ពស់1760 មីលីម៉ែត្របើយើងនិយាយពីគម្លាតកង់មុខក្រោយ
2950 mm បងប្អូនទម្ងន់រថយន្តបាទ2085គីឡូបូកនឹងទម្ងន់ផ្ទុកទាំងអស់បានដល់ទៅ2700គីឡូគឺធ្ងន់ខ្លាំងមែនទែនហើយប្រព័ន្ធជើងក្រោមបងប្អូនខាងមុខប្រើ McPherson Independent Suspension ខាងក្រោយប្រើ Real Martin Independent Suspension មានន័យថាប្រព័ន្ធជើងក្រោមនេះនៅពេលដែលកង់ណាត្រូវក្លុកគឺកង់នោះជាអ្នកធ្លាក់បាទអញ្ចឹងមានន័យថាអ្នកដែលជិះក្នុងរថយន្តគឺអត់សូវទទួលអារម្មណ៍មួយថាលាក់ខ្លាំងទេហើយខ្ញុំបានបើកបោសាកល្បងមុនហ្នឹងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំជឿថាបងប្អូនអាចនឹងពេញចិត្តច្រើនអញ្ចឹងយើងចូលមកដល់ផ្នែកជំហានកន្លែងខាងក្រោយនេះអញ្ចឹងរថយន្តនេះជាប្រភេទរថយន្តអគ្គិសនីសាំងអញ្ចឹងមានរុនសាកថ្មផងចាក់សាំងផងខាងឆ្វេងគឺជាកន្លែងដែលយើងអាចសាកថ្មបានយើងអាចសាកថ្មនៅផ្ទះបាទក៏បានឬក៏សាកថ្មលបឿនលឿនក៏បានពី30ទៅ80%សាកត្រឹមតែ15នាទីទេអញ្ចឹងបងប្អូនចង់យករថយន្តនេះធ្វើជារថយន្តអគ្គិសនីសុទ្ធក៏បងប្អូនអាចធ្វើទៅរួចដែរប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងសម្រាប់បងប្អូនដែលគាត់កុំអាងថារថយន្តយើងអគ្គិសនីបានច្រើននេះសម្រាប់យើងអត់ប្រើម៉ាស៊ីនសុទ្ធក៏អត់ល្អដែរយើងគួរតែប្រើទាំងអស់បាទអត់អាចប្រើតែមួយណាបងប្អូនអូខេអញ្ចឹងសម្រាប់ផ្នែកចំហៀងខ្ញុំមានប៉ុណ្ណឹងឥឡូវមកតាមដានផ្នែកខាងក្រោយជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់ផ្នែកខាងក្រោយអាចនិយាយបានថាការរចនានេះ3ទៅ5ឆ្នាំទៀតក៏ខ្ញុំជឿជាក់ថាបងប្អូននៅតែស្រឡាញ់ដែរហេតុអីដូចជាអត់ស្មុគស្មាញច្រើនបងប្អូនបាទភ្លើងនេះជាប់បែបនេះហ្មងហើយខ្ញុំនិយាយមែនថាយន្តហ្នឹងមកដំបូងខ្ញុំគិតថាប្រហែលជាក្រុមហ៊ុនអាចលក់ 30000 ប្រាក់ឬក៏ 40000 ស្តើងឬក៏ចូល 50000 សហេតុអីវាធំហើយក៏អីឡើងច្រើនជួ3ជួប៉ុណ្ណាណៃទៀតបាទធំទលាយមែនតើតែជាក់ស្ដែងទៅតម្លៃពិសេសមែនតើហើយបើសិនជាបងប្អូនបានបើកទៀតណាដូចខ្ញុំនិយាយអញ្ចឹងមកទិញរថយន្តនេះខ្ញុំ recommend ឲ្យ test drive តិចសិនក្រុមហ៊ុនគាត់នៅផ្លូវជាតិ 6A ងាយស្រួលក្នុងការ test drive ទេបើកសិនឲ្យដឹងថាដូចខ្ញុំនិយាយអត់អញ្ចឹងណាបាទឥឡូវមើលការរចនាបន្តទៀតអញ្ចឹងសម្រាប់ការរចនានេះខ្ញុំគិតថាបងប្អូនអាចនឹងពេញចិត្តច្រើនដូចខ្ញុំនិយាយអញ្ចឹង3ទៅ5ឆ្នាំនេះក៏មើលទៅនៅតែស្អាតដែរមានកាមេរ៉ាក្រោយមាន sensor បាទហើយគេដាក់បាទពណ៌ light មកមើលទៅស្អាតមែនតើចុះរថយន្តនេះបំពាក់ដោយ Good Auto បាទចេញទៅគឺបើកហើយសម្រាប់ផ្នែកខាងក្រោយឃើញទេដូចខ្ញុំនិយាយអញ្ចឹងគឺធ្វើឡើងគឺសម្រាប់យើងជិះ3ជួរ6នាក់តែម្ដងទោះបីបងប្អូនដាក់កៅអីជួរទី3បើកមកចេះក៏យើងនៅតែមានកន្លែងដាក់អវ៉ាន់ច្រើនដែរអាចនិយាយបានថាកន្លែងដាក់អវ៉ាន់នេះខ្ពស់ចេះបាទអញ្ចឹងវ៉ាលី carry on 2 3ក៏ដាក់ចូលដែរបងប្អូនអញ្ចឹងតើដើរលេងខ្ញុំគាត់ថាអត់ជាបញ្ហាចោលទេហើយបងប្អូនក៏អាចដាក់អវ៉ាន់បន្ថែមនៅខាងក្រោមនេះបងប្អូននេះអូធំទលាយមែនតើបងប្អូនហើយបើសិនបងប្អូនចង់ទលាយខ្លាំងដកបាទដកចេញមកចេះហត់តែទលាយទៀតបងប្អូនណាអញ្ចឹងទំហំប៉ុណ្ណាខ្ញុំគិតថាដំណើរកំសាន្ត6នាក់សម្រាប់គ្រួសារជាពិសេសបរិបទប្រជាជនកម្ពុជាយើងការឡានធំទលាយគឺរថយន្តនេះគឺអត់ខកបំដងទេអូខេចឹងសម្រាប់ផ្នែកខាងក្រោយមានប៉ុណ្ណឹងឥឡូវមកតាមដានផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់ផ្នែកខាងក្នុងខ្ញុំចង់បង្ហាញកៅអីជួរទី3មុនគេតែម្ដងអញ្ចឹងរថយន្តនេះដូចខ្ញុំនិយាយអញ្ចឹងគេធ្វើមកសម្រាប់អង្គុយ3ជួរតែម្ដងមិនសិនជា3ជួរបាទត្រជាក់ស្រួលទេបងប្អូនមានកន្លែងដាក់កែវទឹកមានកន្លែងសាកថ្មហើយសំបីតែកៅអីជួរទី3គាត់អាចតម្រេតក៏បានព្រោះតើបងប្អូនចង់អង្គុយឲ្យផាសុខភាពតម្រេតចេះទៅនេះឃើញទេបាទហើយមានខ្ញុំបាទកម្ពស់ 1.71 អង្គុយអត់មានជាបញ្ហាទេ2នាក់គឺមកងាយស្រួលតែម្ដងតែបើសិនជាក្មេងពេញតូចខ្ញុំហ៊ាននិយាយថា3នាក់ក៏អង្គុយបានដែរបងប្អូនហើយកៅអីកណ្ដាលនេះគឺជាកៅអី VIP អញ្ចឹងយើងអាចអង្គទៅមុខទៅក្រោយបានយ៉ាងងាយស្រួលតែម្ដងបងប្អូននេះជាគុណសម្បត្តិតាក់ទងនឹងកៅអីជួរទី2ដែលជាប្រភេទកៅអី VIP អញ្ចឹងវាអាចនិយាយថារថយន្តនេះវាសឹងតែដូចកូនកាត់ឡាន MPV អញ្ចឹងចំណេញខ្លាំងមែនតើអូខេអញ្ចឹងសម្រាប់ផ្នែកកៅអីជួរទី3ខ្ញុំមានប៉ុណ្ណឹងឥឡូវមកតាមដានផ្នែកកៅអីជួរទី2មួយខ្ញុំបន្តិចបន្តមកយើងទៅទស្សនាផ្នែកកៅអីជួរទី1តោះតាមដានទាំងអស់គ្នាចូលមកដល់ផ្នែកកៅអីជួរទី2អាចទស្សនាបានអញ្ចឹងជាប្រភេទកៅអី VIP អញ្ចឹងងាយស្រួលក្នុងការបងប្អូនដើរទៅកៅអីជួរទី3អញ្ចឹងណាហើយខាងមុខពីនេះសម័យមុនបើយើងជិះលក្ខណៈគ្រួសារប៉ាម៉ាក់គាត់អង្គុយកណ្ដាលយើងបើកឡានហើយគ្រួសារយើងអង្គុយខាងស្ដាំហើយកូន3នាក់អង្គុយខាងក្រោយគឺមកល្មមបងប្អូនសិនចាក់3ជួរទៅបោកកញ្ចក់បាទបើករីដូទៅឃើញស្រឡះមែនតើពេលយើងទៅភ្នំបូកគោទៅអីចឹងយើងអាចបើកបានអញ្ចឹងទៅដើម្បីមើលទេសភាពអីជាដើមអញ្ចឹងសម្រាប់ផ្នែកកៅអីជួរទី2នេះក៏មានចំណុចពិសេសមួយចំណុចខ្ញុំចង់បង្ហាញបងប្អូនដែរដូចខ្ញុំបាននិយាយចឹងកញ្ចក់នេះគឺ2ជាប់ក្រាស់ល្អមែនតើហើយស្បែកគឺទន់ល្អបងប្អូនអាចមកស្ទាបក្រៅបានទន់ល្អមែនតើហើយកញ្ចក់ទាំងអស់គឺអូតូទាំងអស់មកថា one touch គឺវាបើកខ្លួនឯងឬក៏បិទខ្លួនឯងតែម្ដងហើយបើសិនជាមានឧបសគ្គគឺវាអត់គៀបដៃយើងទេអញ្ចឹងឧទាហរណ៍បងប្អូនមានកូនតូចអីក៏អត់ចាំបាច់ជាបារម្ភដែរបងប្អូនអញ្ចឹងណាហើយខាងនេះគឺមានជាតុកសម្រាប់បងប្អូនអាចថាយើងធ្វើដំណើរកម្សាន្តយើងហូបបាយឬក៏ងាច់ដាក់លើអីលើហ្នឹងអញ្ចឹងណាជាពិសេសពេលយើងដើរលេងគឺត្រូវការតុកហ្នឹងគឺសំខាន់មែនតើសម័យមើលអង្គុយញ៉ាំបាយបាទឬក៏បងប្អូនថាទិញយកទៅប្រើលក្ខណៈ business យើងអង្គុយធ្វើការដាក់ laptop ឲ្យលើហ្នឹងក៏បានដូចគ្នាបងប្អូនលយខ្លាំងមែនតើបាទហើយផ្នែកកណ្ដាលនេះក៏យើងអាចមានប៊ូតុងដើម្បីបិទបើកម៉ាស៊ីនជាក់ផ្ដាច់ពីផ្នែកខាងមុខហើយផ្នែកកៅអីទាំងពីរនេះមានកៅអីកម្ដៅទាំងសងខាងហើយមានហ៊ុនសាកថ្ម USB ក៏ដូចជា Type C ឲ្យយើងផងដែរបងប្អូន
ហើយមួយទៀតកៅអីនេះបំពាក់ដោយអូតូបងប្អូនណាបាទនេះអូតូទាំងសងខាងតែម្ដង yes ហើយលើខ្ញុំនិយាយយ៉ាងសិនជាទាំង3ជួរតែម្ដងហើយយើងក៏អាចសេរីកៅអីអ្នកអង្គុយខាងមុខយើងតាមជាប៊ូតុងគេនេះក៏បានបងប្អូនតែខាងតកង់គឺគេអត់ឲ្យសេរីណាគឺអត់មានប៊ូតុងទេបាទគឺប៉ះពាល់ប្រព័ន្ធសុវត្ថិភាពជីទៅសេរីកៅអីខាងតកង់អីបាយបងប្អូនហើយផ្នែកចំហៀងនេះក៏មានកន្លែង storage ដាក់អវ៉ាន់ច្រើនមែនតើខ្ញុំសង្កល់ឃើញថារថយន្តនេះគេធ្វើមកគឺសម្រាប់លក្ខណៈគ្រួសារជិះមនុស្សច្រើនហ្មងបងប្អូនហើយមានការសំចៃគូមែនតើអូខេចឹងសម្រាប់ផ្នែកកៅអីជួរទី2ខ្ញុំមានប៉ុណ្ណឹងឥឡូវមកតាមដានផ្នែកខាងតកង់ក៏ដូចជាមកបង្ហាញពី option ដែលរថយន្តនេះបានបំពាក់តោះមកតាមដានផ្នែកខាងមុខជាមួយខ្ញុំទាំងអស់ចូលមកដល់ផ្នែកកៅអីជួរទី1បងប្អូនចំណុចដែលខ្ញុំពេញចិត្តដំបូងហ្នឹងតាក់ទងនឹងអេក្រង់កាឌានេះហ្មងទំហំធំហ្មងមែនតើ 15.6 inch ជាប្រភេទ touch screen មាន Apple CarPlay Android Auto ដែលយើងអាច connect នឹងការមើលផែនទីអីចឹងណាបងប្អូននេះអេក្រង់ធំចឹងពេលយើងជិះទៅខេត្តងាយស្រួលការមើលផែនទីថាយើងជិះដល់ណាមែនតើបងប្អូន color អីដិតច្បាស់មែនតើតែម្ដងហើយបំពាក់ដោយកាមេរ៉ាមកជុំរថយន្តពេលយើងអាយ៉ៃក្រោយទៅគឺឃើញគឺ scan ដល់បានតែម្ដងបងប្អូនកម្រិតកាមេរ៉ាប៉ុណ្នេះគឺអាចទទួលយកបានមែនតើបងប្អូនណាច្បាស់ល្អងាយស្រួលនឹងការយើងចូលចតអត់ភ័យថាអូស៊ីហ្គេមកង់អីជាដើមបងប្អូនបន្ទាប់មកផ្នែកកណ្ដាលនេះក៏មានកន្លែងដាក់ទូរស័ព្ទ2គ្រឿងហើយក្នុងនេះផ្ទាល់ក៏មានបំពាក់ដោយកន្លែងសាកថ្មអត់ខ្សែបាទគឺរហូតដល់ទៅ50វ៉ាត់បងប្អូនណាហើយគេដាក់កន្លែងរុនខ្យល់ក្រោមនេះទៀតណាព្រោះនៅពេលដែលយើងសាកថ្មគឺវាក្តៅអញ្ចឹងវាត្រូវការបញ្ចុះកម្ដៅទូរស័ព្ទយើងផងដែរឆ្លាតវៃមែនតើបាទអត់ផ្លេចទេគឺកន្លែងដាក់កែវទឹកព្រោះធ្វើដំណើរកំសាន្តត្រូវការហូបកាហ្វេហូបអីភេសជ្ជៈអីជាដើមអញ្ចឹងណាតែបើសិនបងប្អូនអត់មានត្រូវការប្រើទេយើងអាចបិទបានមើលទៅវា clean ស្អាតអញ្ចឹងណាហើយក៏មានកន្លែង storage ដាក់អវ៉ាន់ធំទូលាយមែនតើបងប្អូនអូខ្ញុំដាក់ប្រអប់អីចូលបានច្រើនមែនតើបាទទំហំប៉ុណ្ណេះមិនល្មមប្រើបងប្អូនហើយមួយទៀតតាក់ទងនឹងពណ៌រថយន្តខ្ញុំពិតជាស្រឡាញ់ពណ៌នេះបាទដោយសារតែហេតុអីមើលបើយើងប្រើទៅគឺអត់ឃើញចាស់ទេបាទហើយក៏ភ្លឺស្អាតដែរណាមិនលក្ខណៈថាពណ៌រៀងហ្នឹងទេណាបាទអញ្ចឹងពណ៌ប្រោនេះមើលទៅស្អាតមែនតើពេលយើងថតនៅក្នុងឡាន selfie ក៏មើលទៅតំណងដែរបងប្អូនហើយផ្នែកខាងក្រោមនេះក៏គេឆ្នៃដើម្បីយើងអាចដាក់អវ៉ាន់អីខាងក្រោមនេះបានអញ្ចឹងណាធំទូលាយបាទយើងអាចដាក់នំឡែកអីនានាឬក៏ឧបករណ៍មួយចំនួនហើយមានហ៊ុនសាក Type C USB អត់ចោលទេរុនកតុយបរិយនៅតែមានព្រោះដោយសារតែរុននេះសម្រាប់ខ្ញុំណានៅតែចាំបាច់ប្រើឧទាហរណ៍បងប្អូនមានម៉ាស៊ីនសបកង់ម៉ាស៊ីនអីបាទត្រូវតែមានរុននេះតែម្ដងបងប្អូនហើយនៅក្នុងអេក្រង់នេះក៏បំពាក់មុខងារដែលយើងអាចបិទបើកប្រព័ន្ធសុវត្ថិភាពដូចតហប្រាំងអូតូរ៉ាដាចាប់កន្លងផ្លេនេះយើងអាចបិទបើកនៅមុខនៅក្នុងអេក្រង់នឹងបានអញ្ចឹងបងប្អូនប្រភេទ touch screen បាទគឺថា smooth ល្អមែនតើបងប្អូនណាតាក់ទងនឹងមុខងារម៉ាស៊ីនត្រជាក់ក៏បំពាក់ដោយមុខងារ PM 2.5តាក់ទងប្រព័ន្ធបន្សុទ្ធខ្យល់បាទហើយក៏យើងអាចបាទបើកកៅអីខ្យល់ត្រជាក់នៅផ្នែកខាងមុខទាំងពីរផងដែរអញ្ចឹងអ្នកអង្គុយខាងមុខគឺទទួលបានកៅអីខ្យល់មួយអង្គុយផាសុខភាពមែនតើសម្រាប់តកង់ក៏ដូចជាអ្នករួមដំណើរផងដែរអូខេអញ្ចឹងយើងចូលមកដល់ផ្នែកចង្កូតម្ដងអញ្ចឹងចង្កូតជាប្រភេទ electronic តែយើងអាចសេរីមុខងារ voice control អីនៅលើនឹងបានបាទមុខងារបិទបើកមើលកាមេរ៉ាខ្ញុំឆ្លាញ់ឡើងមើលកាមេរ៉ាជាងគេហ្មងព្រោះពេលខ្លះយើងចង់មើលកាមេរ៉ាមកជុំរថយន្តយើងគាត់តែប៉ះមួយមកគឺវាចេញនៅលើអេក្រង់យើងតែម្ដងបងប្អូនងាយស្រួលមែនតើតែម្ដងហើយសម្រាប់កុងទ័រគឺគេប្រកបនៅក្នុងនេះបាទកុងទ័រ 8.8 អ៊ីងយើងអាចមើលតាក់ទងព័ត៌មានអីនានាហើយតាក់ទងអគ្គិសនីយើងឥឡូវនេះគឺនៅសល់83គីឡូទៀតបាទលេងជាមួយសាំង900គីឡូជាងអីទៀតអញ្ចឹងណាបាទអញ្ចឹងនិយាយមែនមានមួយគ្រឿងនេះហាក់បីដូចជាយើងមានឡាន2អញ្ចឹងបងប្អូនអគ្គិសនីផងសាំងផងហើយហាក់បីដូចជាមានឡាន MPV ផងហាក់បីដូចជាមានឡាន SUV ផងនេះតំណងរបស់គេបងប្អូនហើយបើយើងនិយាយពីប្រព័ន្ធកំសាន្តតាក់ទងនឹង speaker ធានាជូនថាអ្នកចូលចិត្តស្ដាប់ចម្រៀងដឹងតែប្រុសហើយ21គ្រាប់ខ្ញុំបានសាកតេស្តមកមុនហ្នឹងហើយអូស្ដាប់ទៅគឺពិសេសមែនតើគប់សំនឹងកញ្ចក់យើង2ជាន់ទៀតស្ងាត់ងាយស្រួលស្ដាប់ចម្រៀងជិះទៅគឺធានាជូនមកអាយបានថាដំណើរកំសាន្តយើងគឺអត់ធុញទ្រាន់ណាបងប្អូនបាទហើយសម្រាប់កន្លែងដាក់លេខគឺគេដាក់នៅលើនេះផ្ទាល់បងប្អូនណាអញ្ចឹងយើងអាចដាក់អាយ៉ែលើហ្នឹងហើយបើសិនជាបងប្អូនចង់ដាក់មុខងារដេញលឿនឡើងខាងមុខ Adaptive Cruise Control ទៅពេលឧទាហរណ៍បងប្អូនដាក់មកដេហើយបងប្អូនចង់ set គ្រាន់តែរុញចុះមកក្រោមមួយទៀតមកគឺវានឹង set ចូលមុខងារដេញលឿនឡើងខាងមុខហើយទៅពេលដែលគេជន់ប្រាំងគឺរថយន្តនឹងជន់ប្រាំងដោយខ្លួនឯងតតែម្ដងយើងអាចសម្រាប់ដៃក៏ដូចជាជើងបាន plan អញ្ចឹងណាសម្រាប់ផ្នែកខាងឆ្វេងបំពាក់ដោយមុខងារបិទបើកភ្លើងអូតូក៏ដូចជាមុខងារផ្លិតទឹកអូតូផងដែរទៅពេលដែលមានភ្លៀងគឺវានឹងអូតូបក់ហើយមួយទៀតបងប្អូនតាក់ទងកញ្ចក់ខាងមុខក៏ពីរជាន់ដែរបងប្អូនក៏ក្រាស់ល្អដែរបាទអូយនិយាយទៅកញ្ចក់គេអីខ្ញុំស្ទាបចេញមកគឺក្រាស់ល្អមែនទែនទាំងសាច់ដៃទ្វាអីបិទមកចាំស្ដាប់បងប្អូនធ្ងន់ល្អហ្មងហើយកន្លែងដាក់កែវទឹកក៏មានច្រើននៅគៀននេះបាទហើយក៏មានកន្លែងជីកប៊ូតុងបើកូតអូតូនៅគៀននេះផងដែរបងប្អូនហើយតាក់ទងការរចនាផ្នែកខាងក្នុងខ្ញុំសរសើរ Wuling Starlight ត្រង់ថាគាត់មានម៉ូដស្បែកហើយតែក៏អត់ចោលឯងម៉ូដឈើហ្នឹងភាគច្រើនគេដាក់បន្ថែមមកមើលទៅមានអារម្មណ៍ថារថយន្តយើងវាកាន់តែប្រណិតណាបងប្អូនហើយតាក់ទង material គេដាក់ចេញមកពុកស្បែកអីស្ទាបចេញមកគឺវាទន់ល្អមែនតើ
ប៉ុន្តែដូចខ្ញុំនិយាយចឹងអារម្មណ៍ទាំងអស់ហ្នឹងតើបងប្អូនមកធ្វើការបើកបរសាកល្បងផ្ទាល់ទើបអាចទទួលអារម្មណ៍ពិតដែលខ្ញុំបាននិយាយប្រាប់បងប្អូនចឹងណាហើយរថយន្តនេះក៏បំពាក់ដោយភ្លើងបំភ្លឺ ambient light ផងដែរពេលបងប្អូនបើកឡានពេលយប់អីគឺទទួលបានអារម្មណ៍មួយគឺផាសុខភាពហើយជាពិសេសគឺមានអារម្មណ៍ថាវាស្អាតណាបាទអូខេបងប្អូនអញ្ចឹងតើតោះនឹងផ្នែកខាងក្នុងក៏ដូចជាផ្នែកខាងក្រៅខ្ញុំមានប៉ុណ្ណឹងឥឡូវមកតាមដានវីដេអូបញ្ចប់ជាមួយក្រុមទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាវគ្គបញ្ចប់វីដេអូអញ្ចឹងសម្រាប់រថយន្ត Wuling Starlight L នេះគឺនាំចូលផ្លូវការដោយ Wuling Cambodia មានការធានា8ឆ្នាំឬក៏150,000 គីឡូមាន5ពណ៌ជាជំរឿនសម្រាប់បងប្អូនក្នុងការជ្រើសរើសបាទពណ៌សុទ្ធតែស្អាតមួយយ៉ាងម្នាក់ហើយគាត់មានកន្លែង after sale ធំទូលាយដោយសារតែឥឡូវ Wuling ក៏បានធ្វើ showroom ធំបងប្អូនណាចុះពីស្ពានជ្រោយច្បារមកនៅខាងឆ្វេងដៃនៅកែងខ្ញុំតែម្ដងបាទចុះមកប្រហែលជា6គីឡូបាទនៅខាងឆ្វេងដៃឃើញក្នុងកែង showroom គាត់ធំមែនតើបាទជាពិសេសគាត់បានបន្ថែមកន្លែង after sale ដោយសារតែអតិថិជន Wuling មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងអានេះជាចំណុចសំខាន់មួយដែលគាត់បានគិតគូរដល់ទៅកាន់អតិថិជនគាត់មិនត្រឹមតែលក់រថយន្តថ្មីទេថែមទាំងបន្ថែមលើសេវាកម្មបន្ទាប់ពីការលក់ផងដែរចុះសម្រាប់បងប្អូនដែលចាប់អារម្មណ៍រថយន្ត Wuling Starlight L នេះអាចមកកាន់ក្រុមហ៊ុនផ្លូវការគាត់បានឬក៏តាក់ទងទៅកាន់ផ្លូវការគាត់ដែលខ្ញុំបានដាក់នៅខាងលើចឹងសម្រាប់វីដេអូបတ်បង្ហាញអំពីរថយន្ត Wuling Starlight L ខ្ញុំមានប៉ុណ្ណឹងពីខ្ញុំបាទ admin រងសងសូដាលៀបសូមអរគុណសូមជម្រាបលា